ខ្ញុំកំពុងតែជិះលើទូកំពុងធ្វើដំណើរពីកប៉ាល់មួយទៅកប៉ាល់មួយទៀតហើយធ្វើដំណើរបណ្ដើរគយគុណទេសភាពស្អាតៗនៅលើផ្ទៃសមុទ្របណ្ដើរជិះភ្លេចខ្លួនឥឡូវមកដល់កប៉ាល់ដែលត្រូវឡើងហើយណានេះឡើងតាមចដាលជើងឡើងតាមនឹងមែនអូយសំលេងញែកញែកដូចចាប់ធ្វើស្បោកចឹងឯងបងប្អូនចឹងនៅលើកប៉ាល់ឲ្យទៅពេលដូរកន្លែងម្ដងឬក៏ពេលដល់កន្លែងវគ្គឡើងឬក៏ចុះអូយញែកញែកពេញតែនឹងឯងខ្ញុំវិញចាំទៅមើលគេទេឲ្យលួចថតគេពីក្រោយចឹងទៅអ្នកណាឡើងអីឡើងទៅខ្ញុំអត់ខ្វល់ទេសំខាន់ឲ្យគេឡើងទៅឲ្យអស់សិនទៅព្រួយបច្ចេកញែកញែកខ្ញុំអត់ចូលចិត្តទេតែគិតថាអីវ៉ាន់ច្រើនមនុស្សក៏ច្រើនមិនដឹងថានៅកន្លែងណាទុកកន្លែងណាដែលត្រូវដាក់អីវ៉ាន់ទេអូយឡើងមកដល់ហឹងខ្លាំងណាស់បងប្អូនហើយភ្លេចប្រាប់បងប្អូនទៅកប៉ាល់នេះគឺកប៉ាល់ជនជាតិយួនទេដល់លើកប៉ាល់ភ្លាមខ្ញុំក៏ឆ្លៀតមកថតទស្សនភាពនៅលើកប៉ាល់ឲ្យបងប្អូនទស្សនាឡើងមកដល់លើក្តិតកប៉ាល់ហើយនេះថតពីលើទៅក្រោមដោយសារតែលើក្តិតកប៉ាល់ហ្នឹងវារៀងខ្ពស់អញ្ចឹងហើយថតទៅក្រោមវាប្រហែលជិត10ម៉ែត្រដែរ5-6ម៉ែត្រទៅក្រោមខ្ញុំក៏ឆ្លៀតដើរមកចាហៀងទៀតនៅខាងក្តិតកប៉ាល់ដែលកលឹងពីខាងឆ្វេងដៃទៅខាងឆ្វេងដៃមកចាហៀងទៀតថតមិញដោយចាន់ឆ្នាំងខាងផ្នែកចុងភៅហ្នឹងគឺធ្វើខាងក្តិតកប៉ាល់នឹងឯងហើយអ្នកដើរមកជិះខ្ញុំហ្នឹងជនជាតិយួនណាថតពីលើទៅក្រោមទៀតហើយបើមើលពីជាហៀងកប៉ាល់ផងអូយមិនបាន2ម៉ែត្រទេបងប្អូនវាទូចខ្លាំងមែនតែម្ដងបើកប៉ាល់វិញច្រេះឡើងចាស់ឡើងមែនតែឃើញក្រុងលឿងក្រុងខៀវនេះអត់អាហ្នឹងគេគ្របលើខ្នងកប៉ាល់បងប្អូនក៏ធំណាក្រុងហ្នឹងហើយក្រាស់ល្អទៀតខ្ញុំដើរជ្រៀតមកជាហៀងដោយសារតែការោកន្លែងដើមចង់បានដាក់ក្រុងតម្លាក់មកហើយកន្លែងគៀនគេតូចពេកហើយនេះអីវ៉ាន់មិនទាន់បានតម្លាក់មកហើយមកជាហៀងនេះគេពងតែយកប៉ោកគេទៅម្ដងអញ្ចឹងហើយគេឈោងខ្សែដើម្បីទាញប៉ុកមកគៀនចងឲ្យនៅមួយកន្លែងព្រោះថាប៉ុកហ្នឹងបើយើងមិនទាញមិនចងខ្សែទេវាអត់នៅទេអញ្ចឹងវាទឹកអាឡូកបែរទៅពេលមកវាមិនតាន់ទេបងត្រូវកប៉ាល់តនបេតអីវ៉ាន់ឡើងលើទេអញ្ចឹងទៅបងប្អូនខ្មែរយើងមកអង្គុយជ្រុងច្រាងពេញណាពេញណីនឹងឯងខ្ញុំទាំងគេនាំគ្នាមកអង្គុយឡើងរកកន្លែងមលុបអង្គុយព្រោះអីវាក្តៅពេកហើយនេះផ្នែកខាងកម្មករកប៉ាល់គាត់កំពុងតែបើកលបាំងបងប្អូននេះបើកខ្នងកប៉ាល់វាមានការ៉ូបប៉ាល់នេះខុសពីកប៉ាល់មុនដែលខ្ញុំធ្លាប់ជួបប៉ាល់នេះអត់ដូចកប៉ាល់មុនទេកប៉ាល់មុនគ្រាន់តែទាញម៉ាស៊ីនបានតែអានេះតែទាញចង្វាក់គេពងឲ្យបើកទៅគេស្គមនឹងដោយសារខ្មែរយើងគាត់យករឹងយកទៅចងភ្ជាប់ជាមួយអាដុំគេទាញចង្វាក់អត់ដល់ពេលអញ្ចឹងទៅមានអីនឹងមូលឡើងដាច់ខ្សែរឹងហើយជនជាតិទៅយួនគាត់ឃើញទៅគាត់ឈប់ទៅបក់ដៃឈប់សិនហើយស្រែកមកស្រែករឹងឡោះនឹងមានប្រហោងនឹងសិតតែឈើគេធ្លាក់ទៅក្នុងច្រើនប៉ាល់ផ្សេងអត់ដែលមានច្បាក់ទាញទេខុសអីពីកប៉ាល់យួននេះមានច្បាក់ទាញខុសគេមែនកប៉ាល់នេះទូចក៏ទូចច្រេះក៏ច្រេះអុយកន្លែងណាច្រេះជាប់ខោអាវកន្លែងនឹងឯងបងប្អូនអើយរកកន្លែងអង្គុយមិនឃើញទេកម្មករខាងកប៉ាល់ជនជាតិយួននេះគឺច្រើនដែរមិនមែនមានតិចទេណាគឺចែកការងារធ្វើមួយកន្លែងអានេះខ្ញុំថតមកជាហៀងទៀតគេពងតែរៀបចំលាងកប៉ាល់ក្រុមអ្នកបាញ់ទឹកវិញអ្នកអូសយោផងបាញ់អត់កើតទេអញ្ចឹងហើយមានអ្នកអូសតាមក្រោយ2 ទៅ 3នាក់សយោនឹងវាធំឡើងប៉ុណ្ណឹងក៏ជើងដែរហើយទម្ងន់នោះក៏វាធ្ងន់ដែរវាវែងរាល់ពេលដែលលាងសម្អាតកប៉ាល់ម្ដងតែងតែមានអ្នកតាមថតជានិច្ចហើយអ្នកតាមថតនោះគឺផ្នែកខាងសវេអូទឹកឲ្យវូនេះបាញ់ហើយគេលាងលបាំងចេះតែដាក់បែកទឹកស្អាតទេញ៉ាគេលាងរាល់ដងការមុនខ្ញុំអត់ដែលដឹងទេទើបតែដឹងថាគេលាងកប៉ាល់នឹងម្ដងគេយកទឹកប្រៃលាងទេគេមិនយកទឹកសាបយើងលាងទេណាបាទទៀតទឹកប្រៃលើម៉ែដែលគេលាងលបាំងមកចាហៀងខាងក្បាលកប៉ាល់ហើយគេចាប់ផ្ដើមមកលាងខាងក្តិតកប៉ាល់ម្ដងនេះគេចាប់ផ្ដើមបើកគម្របវាហើយទាញចង្វាក់ដើម្បីទាញគម្របវាចេញ